បងប្អូនចង់បានឡាអគ្គិសនីថ្មីតម្លៃតែ$10000ជាងជីបាន430គីឡូការធានារហូតដល់200,000គីឡូមានកាមេរ៉ា540ហើយមាន fast charge ទៀតឥឡូវបងប្អូនចង់ដឹងថារថយន្តនេះមានចំណុចពិសេសអ្វីខ្លះតាមដានជាមួយខ្ញុំទាំងអស់គ្នាអូខេបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងខាងក្រោយនេះគឺជារថយន្ត Wuling Bingo S Series ថ្មីឆ្នាំ2026ជារថយន្តអគ្គិសនីមួយដែលខ្ញុំឃើញថាតំណងមែនតើធំតលាយសំខាន់តម្លៃបងប្អូនប្រភេទ Full Option តម្លៃតែ$10000ជាងអត់ក្រាស់ខ្លាំងទេបងប្អូនមានការធានាផ្លូវការពីក្រុមហ៊ុន Wuling Cambodia 200,000គីឡូម៉ែត្របាទអញ្ចឹងខ្ញុំគេថារថយន្តនេះស័ក្តិសមមែនតើសម្រាប់បងប្អូនដែលពូអ៊ំពូមីងត្រូវការទិញរថយន្តជូនកូនឲ្យគាត់ជិះក្នុងក្រុងអីល្អមែនតើជិះបាន430គីឡូបងប្អូនហើយមាន fast charge ទៀតបាទសាក់ពី30ទៅ80%ត្រឹមតែ35នាទីទេហើយបើយើងសាក់ទៅទេគឺ6ម៉ោងជាងពេញហើយអញ្ចឹងខ្ញុំគិតថាបើសិនជាមានរថយន្តនេះមួយយើងអាចជិះក្នុងក្រុងផងជិះទៅលេងខេត្តឧទាហរណ៍ថាទៅកំពង់សោមក៏បានយើងចូលសាក់នៅស្ថានីយ៍លបឿនលឿនណាបាទគឺយើងជិះបានដូចធម្មតាអញ្ចឹងហើយឡានហ្នឹងធំទលាយមែនតើកាមេរ៉ា540បាទឥឡូវមើលការរចនាសម្រាប់ចំណាអារម្មណ៍ខ្ញុំការរចនាប៉ុណ្នេះមើលទៅស្អាតតំសួនមែនតើជាគៀង LED daytime ហើយជាគៀងគុជបាទហើយកម្ពស់ខ្ពស់ពីដីល្អបាទអញ្ចឹងបាច់ភ័យទេជិះប៉ះកាលបាតអីអត់ជាបញ្ហាចោលទេបងប្អូនហើយស្ងាត់ល្អមែនទេនេះបាទម៉ាស៊ីនកំពុងឆេះអីម៉ូទ័រមិនម៉ាស៊ីនទេព្រោះឡាអគ្គិសនីសុទ្ធណាបងប្អូនបាទ logo Wuling ហើយស្អាតនេះ model គេ Wuling Bingo S បាទអញ្ចឹងខាងមុខមានការរចនាចេញមកប៉ុណ្ណេះគេថាសំសួនមែនតើបងប្អូនហើយតើតងកម្លាំងរថយន្តនេះខ្ញុំសាកបើកបរមកដែរពេលខ្ញុំយកមកថតជិះជាន់ស្ទុះរបស់គេបងប្អូនកម្លាំង75គីឡូវ៉ាត់ហើយ top speed បាន150កប់សេរីបងប្អូនបើអញ្ចឹងបើកបានគ្រប់ស្ថានភាពផ្លូវហ្មងចង់ទៅដល់ណាក៏ដល់ដែរចង់ទៅបាត់ដំបងសៀមរាបក៏ដល់បងប្អូនព្រោះដោយសារតែមាន fast charge ហ៊ុន fast charge គេបាទគឺមាន2ហ្មងបាទមានសាក់ទៅទេហើយនឹងសាក់លបឿនលឿនអញ្ចឹងណាបាទនេះបាត់បើកហើយសំខាន់បាទត្រឡោកត្រចៀកគេមានសញ្ញោ LED បាទមានត្រចៀកក្តោបអូតូមានម៉ាស៊ីនហ្មងខ្ញុំពិតជាព្រាម surprise ដែរជាប្រភេទ smart key ហើយរថយន្តនេះផ្ទាល់សាច់ដៃនេះបាទអែមអូខេហើយសម្រាប់បទពិសោធន៍ខ្ញុំធ្លាប់ទៅប្រទេសចិនឃើញគេចរាចរណ៍ច្រើនមែនតើតង់រថយន្ត Wuling នេះទៅណាក៏ឃើញដែរឡានខ្លះខ្ញុំឃើញឡើងចាស់ប៉ុន្តែនៅចរាចរណ៍ធម្មតាអូខេចំណុចពិសេសមួយទៀតជាប្រភេទ two tone color បាទនេះពណ៌គេឲ្យលើនេះពណ៌ខ្មៅហ្មងមើលទៅបែបស្ពណ៌ទៀតបងប្អូនលយមែនតើអូខេអញ្ចឹងសម្រាប់ទំហំតកតងនឹងបណ្ដោយខ្ទង់4ម៉ែត្រ2ខ្ញុំនឹងបិទបងប្អូនជាទូរលេខហ្មងណាបាទអញ្ចឹង4ម៉ែត្រ2ងាយស្រួលសម្រាប់យើងចតនៅក្នុងក្រុងហើយបើជិះលក្ខណៈគ្រួសារ5នាក់គឺមកល្មមហ្មងអញ្ចឹងតកតងនឹងផ្នែកខាងមុខចំហៀងខ្ញុំមានប៉ុណ្ណឹងឥឡូវបងប្អូនមកតាមដានផ្នែកខាងក្រោយរបស់ខ្ញុំទាំងគ្នាថាមានការរចនាបែបណាហើយគូតខាងក្រោយដាក់អវ៉ាន់ទលាយ៉ាងណាតោះតាមដានទាំងអស់អូខេបងប្អូនមកដល់ផ្នែកខាងក្រោយឃើញទេបាទ stop គេ LED ស្អាតមែនតើបាទជាប់ពីឆ្វេងមកស្ដាំចឹងបងលយមែនតើបងប្អូនឡានតម្លៃ10000ជាងប៉ុន្តែការរចនាមកតាក់ទាញខ្លាំងហ្មងហើយបញ្ជាបងប្អូន Wuling Bingo S នេះគូតក្រោយគេធ្វើបានល្អមែនតើហេតុអីទៅមើលបង្ហាញបងប្អូននេះអូបតិចបង្ហាញនេះមាន sensor បាទចិត្តបុកប៉ះអីវាលោតជាសម្លេងแบบយើងចឹងណាបាទហើយកាមេរ៉ាដឹងតែមានព្រោះកាមេរ៉ាគេមកជុំរថយន្តហ្មងអូខេអញ្ចឹងផ្នែកខាងក្រោយការរចនាគេគូតឡើងគេច្រងចុះទៅក្រោមចេះអញ្ចឹងយើងដាក់បានច្រើនមែនតើបងប្អូនដាក់ volley បើថា volley អាប្រភេទធំណា2 3ក៏ដាក់អស់ដែរបាទស្បែកខាងក្រោយនេះខ្ញុំជឿថាបងប្អូនច្បាស់ជាពេញចិត្តនៅទំហំដាក់អវ៉ាន់នៅខាងក្រោយរបស់រថយន្ត Wuling Bingo S នេះអូខេអញ្ចឹងបងប្អូនឃើញហើយផ្នែកខាងមុខផ្នែកខាងក្រោយដូចជាផ្នែកចំហៀងឥឡូវមកតាមដានតាក់ទងនឹងផ្នែករចនាខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាឥឡូវយើងចូលមកដល់ផ្នែកខាងក្នុងបងប្អូនឥឡូវយើងមកមើលតិច check up មើលមិនដែរទំហំអូលយមែនទេគ្រាន់តែចូលមកជន់ប្រាំងគឺឆេះតែម្ដងបាទឡានតម្លៃ10000ជាងប៉ុន្តែតំណើបរបស់គេបងប្អូននេះខ្ញុំចូលទៅប្រាំងឆេះអត់មានចុចអត់មានអីទេបងប្អូនអូខេអញ្ចឹងចំណាអារម្មណ៍ខ្ញុំសម្រាប់ផ្នែកខាងក្នុងបើយើងនិយាយពីទំហំបងប្អូនឃើញបានខ្ញុំគេថាបងប្អូនដែលប្រើរថយន្តនេះតែជាមានអាចទូជាងខ្ញុំអញ្ចឹងដឹងតែតលាយស្រួលហ្មងសម្រាប់ខ្ញុំគឺអង្គុយក៏អត់ជាតិដែរអូខេហើយមួយទៀតសម្រាប់ការរចនាខាងក្នុងនេះគឺគាត់ឡាយពណ៌បានល្អមែនទែនសលាយជាមួយពណ៌រៀងដូចថាពណ៌ដីបាទមើលទៅស្អាតហើយក៏អត់សូវប្រឡាក់ដែរពណ៌នេះបងប្អូនដូចកៅអីបងប្អូនឃើញបាទពុកស្បែកគេធ្វើចេញមកពណ៌ហ្នឹងអញ្ចឹងយើងអង្គុយក៏អត់ប្រឡាក់ដែរបងប្អូនហើយកន្លែងដែលគេធ្វើមកពណ៌រៀងសនេះក៏មិនសស្គូដែរលក្ខណៈពណ៌រៀងដោះគោចឹងក៏ការពារការប្រឡាក់បានល្អដែរចឹងបងប្អូនជិះលក្ខណៈគ្រួសារគឺល្អមែនតើបងហើយបងប្អូនគិតមើលឡាន wireless charge ដាក់មកសិតតែកម្លាំង60វ៉ាត់លឿនមែនតើហើយគឺមានរន្ធខ្យល់ទៀតអញ្ចឹងពេលដាក់សាកថ្មក្តៅគឺវានឹងបញ្ចេញខ្យល់មកដើម្បីកុំឲ្យទូរស័ព្ទយើងក្តៅកន្លែងហ្នឹងក៏ធ្វើបានល្អដែរហើយដាក់មកក្លឹបល្អមែនតើបងប្អូនឃើញទេបាទនេះក្លឹបល្អមែនតើបើសិនជាមានទូរស័ព្ទ2នេះបាទ
គេមានបន្លោះដាក់នេះមួយទៀតយកទៅឡាននេះគេធ្វើចេញមកវាងាយស្រួលសម្រាប់យើងបើកបោហ្មងដាក់ទូរស័ព្ទក៏ស្រួលអីក៏ស្រួលហើយកៅទឹកដាក់បាន2នេះទៀតដំណើរកំសាន្តគឺមកពេញចិត្តហ្មងចឹងតែតង់ភាពងាយស្រួលវាច្រើនមែនតែខាងក្រោមនេះឃើញទេ space ដាក់អវ៉ាន់អីយើងអាចដាក់នំណែកអីផ្សេងហើយភ្ជាប់ជាមួយមាន Type C មាន USB ហើយមានកតុយបរិយបងប្អូនមួយទៀតគេឲ្យចុចអូតូខាងតកង់បាទយេសិតអូតូទៀតណាឥឡូវយើងចូលមកដល់ចកោទៅបងប្អូនអញ្ចឹងចកោនេះជាប្រភេទចំណិចតុនស្រួលមែនតើនេះប្រើតដៃមួយគឺតុនខ្លាំងហ្មងអញ្ចឹងបើកបោកក្នុងក្រុងគឺស្រួលខ្លាំងតែម្ដងហើយសម្រាប់កន្លែងដាក់លេខទៅលើនេះស្គមហ្មងអញ្ចឹងងាយស្រួលបើយើងវាយអក្សរ A មកបាទចេញកាមេរ៉ា540មកហ្មងឡានតម្លៃ10000ជាង Wuling Bingo S នេះ026កាមេរ៉ា540អស់ឆាមែនតើបាទអញ្ចឹងឡើងដាក់លេខលើនេះស្រួលមែនតើអ្នកបងប្អូនហើយយើងមាន cruise control អញ្ចឹងណាកំណត់ល្បឿនបាទអូតូម៉ាទិកអញ្ចឹងទៅខាងនេះមានកន្លែងបិទបើកភ្លើងអូតូក៏ដូចជាមានកំណត់ផ្លិតទឹកអូតូទៅពេលដែលមានភ្លៀងបក់ខ្លួនឯងវ៉ាវល្អមែនតើបងប្អូនហើយក៏មានកុងទ័របង្ហាញព័ត៌មានតាក់ទងនឹងកម្លាំងថ្មហើយតាក់ទងល្បឿនអីនេះគឺបង្ហាញនៅលើហ្នឹងបងប្អូនច្បាស់ល្អមែនតើហើយមួយទៀតតាក់ទងនឹង speaker ការរចនា speaker គេធ្វើមកស្អាតមែនតើនៅលើនេះគេដាក់អក្សរ premium sound system បាទចឹងខ្ញុំគិតថាសំឡេងគឺមកល្មមសមរម្យសម្រាប់ស្ដាប់ដោយសារតែ speaker លើរថយន្តនេះគឺមាន6គ្រាប់អញ្ចឹងណាហើយមួយទៀតតាក់ទងប្រព័ន្ធសុវត្ថិភាពពងការពារគឺមាន4គ្រាប់បាទការពារយើងជាតកង់បាទក៏ដូចជាអ្នករួមដំណើរមួយយើងទៅបងប្អូនអូខេអញ្ចឹងសម្រាប់ផ្នែកចកោតខ្ញុំមានប៉ុណ្ណឹងឥឡូវចូលមកដល់អេក្រង់កណ្ដាលនេះអញ្ចឹងតាក់ទងអេក្រង់នេះប្រភេទ touch screen បាទការ touch បញ្ជា smooth ល្អមែនទែនហើយបច្ចេកបងប្អូនឃើញឡានដែលខ្ញុំកំពុងបញ្ជានេះគឺអក្សរចិនណាតែជាក់ស្ដែងទៅនៅពេលបងប្អូនជាវគឺអក្សរអង់គ្លេសទេគាត់ថាឡាននេះគេមកដល់ភ្លាមគឺចង់ឲ្យយើងបង្ហាញមុនអញ្ចឹងណាអញ្ចឹងវាចេញជាអក្សរចិនតែពេលបងប្អូនជាវគឺជាអក្សរអង់គ្លេសបញ្ហាបងប្អូនមាន Wi-Fi មាន Bluetooth យើងអាច connect មើលមុខងាយផ្សេងៗនៅនឹងអញ្ចឹងហើយការ touch smooth ល្អជាពិសេសមានកន្លែងបើកម៉ាស៊ីនចាក់គេចេញមកមើលទៅតំណងមែនតើបងប្អូនស្អាតហ្មងមានលុយគេបាទហើយយើងអាចសេរីបិទបើកម៉ាស៊ីនចាក់តាមរយៈកូដយើងក៏បានដែរបងប្អូនជាពិសេសកាមេរ៉ា540ហ្មងច្បាស់មែនតើនេះឡានតម្លៃ10000ជាងតែមើលច្បាស់អញ្ចឹងវាងាយស្រួលសម្រាប់ក្មេងៗតែគាត់ប្រើប្រាស់រថយន្តនឹងដំបូងហើយវាងាយស្រួលសម្រាប់គាត់អាចចតបានអីចឹងណាបងប្អូនបាទហើយការរចនាម៉ាស៊ីនចាក់អីមើលចេញមកស្អាតសមរម្យមែនតើគឺឡើងដាក់បាននេះអូខេអញ្ចឹងតើតោងផ្នែកខាងមុខខ្ញុំមានប៉ុណ្ណឹងឥឡូវបងប្អូនមកទស្សនាផ្នែកខាងក្រោយតិចថាតើទំហំអង្គុយទលាយអត់ហើយជាតិឬក៏បែបមិនអញ្ចឹងណាឥឡូវមកតាមតាមទាំងអស់គ្នានៅផ្នែកកៅអីជួរទី2ឥឡូវយើងមកដល់កៅអីជួរទី2ហើយអញ្ចឹងសម្រាប់កៅអីខាងក្រោយនេះអង្គុយ3នាក់គឺអត់បញ្ហាតែម្ដងបងប្អូនហើយមួយទៀតខ្ញុំឃើញថារថយន្តតម្លៃ10000ចិត្តទៅធ្វើបានល្អកញ្ចក់បងប្អូនអូតូទាំង4បង្កភាពងាយស្រួលច្រើនណាអូតូទាំងចុះទាំងឡើងចេញតែមួយគឺឡើងចុះហ្មងហើយមួយទៀតកន្លែងដាក់ទូរស័ព្ទខ្ញុំថារថយន្តនេះធ្វើមកលក្ខណៈជិះច្រើនគ្នា5នាក់អីគ្រួសារគឺល្អគេដាក់គៀននេះបងប្អូនទូរស័ព្ទព្រោះពេលយើងធ្វើដំណើរកំសាន្តអីបាទច្បាស់ជាត្រូវការកន្លែងដាក់ទូរស័ព្ទហើយស្រួលយើងយកមកចុចដាក់មកក្លុបចូលមកអត់ជ្រុះទេហើយកន្លែងនេះក៏មានកន្លែងដាក់បានដែរនេះអាចដាក់ចេះចឹងទៅណាបាទតែយើងក៏អាចដាក់អបាននេះបាទមានហ៊ុនសាកថ្ម Type C មួយទៀតដែរនេះយេបាទអញ្ចឹងដាក់ទឹកខ្សែមកសាកថ្មហ្មងអូខេអញ្ចឹងតាក់ទងនឹងផ្នែកខាងក្រោយខ្ញុំមានប៉ុណ្ណឹងឥឡូវបងប្អូនចង់ដឹងហើយចុះបញ្ចាប់អារម្មណ៍មកមើលរថយន្តហ្នឹងនៅណាបាទហើយការធានាបែបម៉េចឥឡូវមកតាមបានជាមួយខ្ញុំបន្តនេះអូខេបងប្អូនទាំងនេះអញ្ចឹងតាក់ទងនឹងតម្លៃរថយន្ត Wuling គឺពិសេសមែនតើចាប់ពី$15000ជាងឡើងទៅហើយសម្រាប់ក្រុមហ៊ុនគាត់គឺធំមែនតើបើយើងចុះពីស្ពេនចូលយ៉ាវ៉ាមកតាមផ្លូវជាតិលេខ 6A ខ្ទង់3គីឡូជាងនៅឆ្វេងដៃបងប្អូនឃើញហើយផ្លាក Wuling ពណ៌ក្រហមលេសនេះប៉ុណ្ណាណៃបងហើយបើសិនជាបងប្អូនចង់មើលរថយន្តគាត់ថាពិបាកជិះមកខាងនេះគាត់មាន showroom មួយទៀតបាទគឺនៅខាងក្រុមស្ពេនអាកាស Techno ផ្ទាល់តែម្ដង showroom Wuling Cambodia ឬក៏ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅ page ផ្លូវការគាត់ Wuling Cambodia បានខ្ញុំ pop up ជូនបងប្អូនអូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងខ្ញុំបាទសូតាលៀបសូមអរគុណសូមជម្រាបលា